សួស្តីអ្នកគ្នាជួបជាមួយខ្ញុំសវណ្ណឌីនៅវីដេអូបន្តថ្ងៃផងដែរខ្ញុំនឹងនាំអ្នកនរគ្នាទៅស្គាល់អ្វីដែលហៅថាជា solar ហើយរបៀបដែល solar ដំណើរការហើយនឹងគុណសម្បត្តិនៃការប្រើប្រាស់ទាំង solar ផងដែរហើយវីដេអូនេះផងដែរចំពោះពុកម៉ែបងប្អូនដែលមានបំណងចាប់អារម្មណ៍ការប្រើប្រាស់ទាំង solar ក៏ដូចជា solar តាមផ្ទះ solar បូមទឹកឲ្យដល់ប្រភេទ solar អូខេខ្ញុំសូមណែនាំក្រុមហ៊ុនដែល Hai Solar Cambodia គឺជាក្រុមហ៊ុនផលិតនៅផ្ទាំង solar grade A ចំនួនថ្មីហើយដែលថតគេនៅក្នុងប្រទេសកម្ពុជាយើងផងដែរតើកុំឲ្យខាតពេលវេលាយូរយើងទៅទស្សនានៅវីដេអូនេះទាំងអស់គ្នាមួយខ្ញុំផងដែរ Let's go តើ solar គឺជាអ្វី solar គឺជាប្រភពថាមពលកកើតឡើងវិញជាប្រភពថាមពលអគ្គិសនីស្អាតដែលចាំបាច់នៅក្នុងការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្នហើយក៏វាសំខាន់ល្អចំពោះបរិស្ថានផងដែរឥឡូវយើងទៅមើលពីរបៀបដែលផ្ទាំង solar ដំណើរការទាំងអស់គ្នាហ្នឹងនៅពេលដែលមានថាមពលពន្លឺព្រះអាទិត្យចាំងមកលើផ្ទាំង solar ហ្នឹងគឺបង្កើតបានជាចរន្តតូចៗជាច្រើនហើយចរន្តតូចៗទាំងនោះប្រមូលផ្ដុំគ្នាចងភ្ជាប់គ្នាបង្កើតបានជាប្រភពថាមពលអគ្គិសនីហើយប្រភពថាមពលអគ្គិសនីដែលផ្ទាំង solar ផលិតបានហ្នឹងគឺជាប្រភេទថាមពលអគ្គិសនីចរន្តត្រង់ DC ហើយត្រូវបានឆ្លងកាត់ inverter បំលែងទៅជាថាមពលអគ្គិសនីចល័តដែលគេហៅកាត់ថា AC នឹងឯងហើយដែលយើងអាចប្រើប្រាស់នៅក្នុងជីវភាពយើងប្រចាំថ្ងៃនឹងផងដែរចំពោះអត្ថប្រយោជន៍នៃការប្រើប្រាស់ផ្ទាំង solar វិញទីមួយគឺជួយយើងកាត់បន្ថយចំណាយសន្សំបានច្រើនទាក់ទងនឹងការប្រើប្រាស់អគ្គិសនីហើយទោះបីជាមានការកាត់ផ្ដាច់ពីចរន្តអគ្គិសនីរាល់ក៏ដោយក៏យើងមិនជាបញ្ហាដែរហើយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ fossil កាត់បន្ថយការនាំចូលប្រភពថាមពលអគ្គិសនីពីក្រៅប្រទេសហើយនឹងជួយបរិស្ថានដោយធ្វើការសម្អាតបរិស្ថានហើយនឹងកាត់បន្ថយការប្រើប្រាស់អូស្មန်កាបូនិកផងដែរបងប្អូនយើងបានមកដល់ទីបញ្ចប់ផងដែរអរគុណទស្សនិកជនដែលទស្សនានៅវីដេអូនេះផងដែរអរគុណជម្រាបលាបាយបាយ